ថ្ងៃនេះខាងក្រុមហ៊ុនបានបញ្ជូនតួស្រីមកធ្វើជាគ្រូបង្រៀនជំនួសដោយសារតែគ្រូបង្រៀនរំរបស់ពួកគេមានការរវល់សិស្សថ្មីទាំងអស់អត់ព្រមហាត់គិតថាតួស្រីក៏ជាសិក្ខាកាមថ្មីអត់មានជំនាញអត់មានបទពិសោធន៍ត្រូវមករៀនជាមួយគ្រូបែបហ្នឹងពួកគេគ្មានកម្លាំងចិត្តក្នុងការវឹកហាត់ឡើយតួស្រីគ្រាន់តែឮថាត្រូវការកម្លាំងចិត្តត្រូវការអ្នកគាំទ្រមានណាបើកទូរស័ព្ទ LINE ឡើងពេញបន្ទប់ពួកគេក៏នាំគ្នារាំប្រងព្រាតរាំរហូតដល់សមាជិកម្នាក់សុំសម្រាកព្រោះអីគេថាទ្រាំលេងបានហើយហត់តួស្រីក៏អត់ឲ្យសម្រាកទេដោយសារតែមានអ្នកចូលមើល LINE ច្រើនហើយក៏មានអ្នក comment លើកទឹកចិត្តច្រើនដែរដើម្បីជាការតបស្នងដល់អ្នកគាំទ្រត្រូវតែខំប្រឹងវឹកហាត់បន្តទៀតហើយគាត់ក៏មានរង្វាន់ឲ្យក្រោយពីវឹកហាត់ចប់នឹងជូនទៅកន្លែងម៉ាស្សាទៅដល់កន្លែងម៉ាស្សាអ្នកសេវាកម្មស្រីម្នាក់ហ្នឹងគាត់ចង់ម៉ាស្សាឲ្យតួស្រីមុនប៉ុន្តែតួស្រីគាត់បដិសេធគាត់ថាទៅម៉ាស្សាឲ្យកូនសិស្សទាំងអស់នោះទៅព្រោះពួកគេរាំហត់ចុកដៃចុកជើងចុកចង្កេះចំណែកគាត់អត់មានបានវឹកហាត់អីទេហើយក៏អត់មានចុករយអីដែរកូនសិស្សទាំងអស់ឃើញហើយក៏ឆ្ងល់ថាលោកគ្រូលីជាមនុស្សប្រុសសោះហេតុអីគេអៀនម្លេះបើមិនអញ្ចឹងទេចាំពួកគេជាអ្នកម៉ាស្សាឲ្យតួស្រីក៏ចាប់ផ្អើមភ័យហើយក៏ស្រែកឡើងភ្លាត់មាត់ថាប្រុសនិងស្រីមិនអាចស្និទ្ធស្នាលនឹងគ្នាទេកូនសិស្សនោះក៏ធ្វើមុខឆ្ងល់ដល់ពេលហើយគាត់ក៏ប្រោប្រយោគមកវិញប្រុសនិងប្រុសក៏មិនគួរស្និទ្ធស្នាលនឹងគ្នាដែរឡើងប៊ីបែកការអស់មួយរយៈក្រោយមកក៏មានហ្វេនរោគចិត្តស្រីម្នាក់បានចូលមករំខានតួស្រីដល់កន្លែងគេងនាងគំរាមគាត់អត់ឲ្យនៅចិត្តគូយ៉ាងទិញបើសិនជានាងឃើញដល់ក្រោយទៀតអ្វីដែលតួស្រីទទួលបានគឺជាទឹកអាស៊ីតគាត់ក៏ភ័យហើយបានដេញស្រីម្នាក់នឹងឲ្យត្រឡប់ទៅវិញបើមិនអញ្ចឹងទេគាត់នឹងទៅប្តឹងប៉ូលីសតួស្រីបានយករឿងទាំងអស់ហ្នឹងមកប្រាប់សមាជិកក្រុមរបស់គាត់លូជីនក៏ស្មានមិនដល់ថាមានហ្វេនខ្មៅអាចរកអាស័យដ្ឋានពួកគេឃើញចៃស៊ូក៏ឆ្ងល់ដែរអញ្ចឹងហើយបានជាមួយរយៈហ្នឹងចេះតែមានអារម្មណ៍ថាមានអ្នកកំពុងតែតាមដានពួកយើងតួប្រុសក៏គាត់បន្តអ្វីដែលសំខាន់បំផុតពេលនេះគឺត្រូវតែរកដំណោះស្រាយទប់ទល់ជាមួយនឹងហ្វេនខ្មៅទាំងអស់នោះភ្លាមហ្នឹងតួស្រីក៏គាត់នឹកឃើញវិធីមួយគាត់បានឲ្យតួប្រុសដើរតែម្នាក់ឯងដើម្បីបញ្ឆោតឲ្យហ្វេនស្រីម្នាក់ហ្នឹងចេញមកហើយបន្លាចនាងធ្វើឲ្យនាងភ័យក៏រត់បាត់ពួកគេសង្ឃឹមថានាងនឹងមិនហ៊ានមកបង្ករឿងទៀតនោះទេយើងកាត់មកមើលថ្ងៃបន្ទាប់តួប្រុសបាននាំក្រុមរបស់គាត់មកប្រឡងគ្រាន់តែចុះពីលើឡានភ្លាមមានហ្វេនជាច្រើនមកស្វាគមន៍ប៉ុន្តែក៏មានហ្វេនស្រីម្នាក់ជះទឹកក្រហមមកលើតួស្រីតែត្រូវបានតួប្រុសយកខ្លួនមកពាំងចៃស៊ូក៏បានឲ្យសន្តិសុខចាប់ស្រីម្នាក់ដឹងចេញទៅតួប្រុសគាត់នៅតែមានអារម្មណ៍អសូវស្រួលគាត់ក៏បានដាស់តឿនសមាជិកក្រុមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយពួកគេក៏នាំគ្នាទៅបដូរសម្លៀកបំពាក់ថ្មីក្រោយមកយើងក៏បានឃើញថាអ្នកដែលនៅពីក្រោយរឿងទាំងអស់ហ្នឹងគឺជាកញ្ញាចាងលីហើយក៏មិនដឹងថានាងនឹងគិតចង់ធ្វើអ្វីបន្តទៀតដែរបដូរសម្លៀកបំពាក់រួចតួស្រីក៏ប្រើឲ្យសែវលាវទៅយកទឹកបាញ់ឲ្យគាត់ពេលសែវលាវត្រឡប់មកវិញចៃដន្យជំពប់ជើងដួលប៉ះកៅអីតួស្រីដែលតួស្រីកំពុងតែឈរហើយក៏ជ្រុលទៅដួលពីលើតួប្រុសធ្វើឲ្យអ្នកទាំងពីរក្រសែភ្នែកត្របាញ់ចូលគ្នាបន្តិចទៅលូជីននិងចៃស៊ូរត់មកដល់ក៏ដឹងថាវាគឺជាទឹកអាស៊ីតសែវលាវប្រកែកនាងអត់ដឹងអីទេឃើញម្សិលមិញប្រធានក្រុមប្រាធម្មតាអន្តាចៃស៊ូនិយាយថាប្រហែលជាស្នាដៃរបស់ហ្វេនខ្មៅទាំងនោះហើយលូជីនក៏បន្តហេតុអីខ្ញុំចេះតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែបំផ្លាញកម្មវិធីដំបូងរបស់ពួកយើងតួប្រុសបានប្រាប់កុំឲ្យគិតច្រើនអីពួកយើងឆាប់ទៅត្រៀមខ្លួនទៅឡើងមកដល់លើឆាកតួប្រុសដែលជាប្រធានក្រុមក៏និយាយអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់សម្រាប់យប់នេះដែលគាំទ្រការសម្ដែងរបស់ក្រុមដំណើរឆ្ពោះទៅរកពន្លឺបទចម្រៀងដែលពួកយើងនឹងលើកយកមកច្រៀងគឺមិនទាន់បានប្រកាសចំណងជើងផងក៏មានអ្នកផ្ដល់ដំណឹងឲ្យគាត់ក៏បាននិយាយបន្តនាយកបានបញ្ជាក់ថាយប់នេះក៏មានភ្ញៀវពិសេសម្នាក់មកចូលរួមដែរនាងគឺជាខ្វិនដែលល្បីល្បាញគឺជាកញ្ញាចាងលីចៃស៊ូសំណុំពរឲ្យរៀមច្បងចាងលីផ្ដល់យោបល់ពីបិមាត់មុននឹងពួកគេចាប់ផ្ដើមច្រៀងចាងលីក៏យល់ព្រមតាមពិតអ្នកទាំង3គឺជាសិក្ខាកាមដែលខិតខំប្រឹងប្រែងខ្លាំងណាស់វាមិនមែនជារឿងងាយស្រួលទេទម្រាំបានមកដល់ថ្ងៃនេះសង្ឃឹមថាអ្នកទាំង3នឹងបន្តធ្វើឲ្យបានល្អបំផុតតួប្រុសបានតបអរគុណរៀមច្បងសម្រាប់យោបល់ប៉ុន្តែខ្ញុំគិតថារៀមច្បងនិយាយពាក្យខ្លះខុសហើយពួកយើងមិនមែនមានគ្នា3នាក់នោះទេគឺ4នាក់លូជីនក៏បន្ថែមមែនហើយក្រុមរបស់ពួកយើងចាប់ផ្ដើមបង្កើតមកមានមនុស្សប្រុស4នាក់បង្ហាញខ្លួនពេលណាក៏4នាក់រហូតចៃស៊ូបាននិយាយបន្តប្រហែលមកពីរៀមច្បងនិយាយលឿនពេកទៅច្រឡំខ្ញុំមិនបាននិយាយច្រឡំទេក្រុមរបស់ពួកលោកគឺមានសមាជិកប្រុសតែ3នាក់ប៉ុណ្ណោះឬមួយពួកលោកមិនមែនជាក្រុមចម្រៀងប្រុសទេបើតាមខ្ញុំដឹងក្រុមចម្រៀងប្រុសគឺត្រូវបង្កើតឡើងដោយសមាជិកប្រុសទាំងអស់ប៉ុន្តែអ្នកដែលឈរនៅក្បែរលោកលីស៊ីយូគឺជាមនុស្សស្រីនាងបន្លំខ្លួនធ្វើជាមនុស្សប្រុសនេះគឺជាភ័ស្តុតាងទីបំផុតអត្តសញ្ញាណរបស់តួស្រីក៏បានបែកធ្លាយចាងលីជាមនុស្សដែលខំមិនលែងមែនតាមស៊ើបរហូតដឹងការពិតថាតួស្រីបន្លំខ្លួនជាមនុស្សប្រុស
ហើយការប្រកួតនឹងក៏បានរំសាយក្រោយពីបែកធ្លាយអត្តសញ្ញាណរបស់តួស្រីធ្វើឲ្យក្រុមរបស់គាត់ទទួលរងនូវពាក្យអាស្រូវខ្លាំងមែនទែនក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនដែលបានចុះកុងត្រារួចក៏បានលុបចោលទាំងអស់ប៉ុន្តែកំឡោះសង្ហាទាំង3យើងគាត់ធ្វើដូចជាធម្មតាអត់ចង់ឲ្យតួស្រីនឹងពិបាកចិត្តតួស្រីក៏បាននិយាយថាតាមពិតអ្នកទាំងអស់គ្នាមិនចាំបាច់លួងខ្ញុំក៏បានខ្ញុំដឹងថាថ្ងៃណាមួយអត្តសញ្ញាណរបស់ខ្ញុំនឹងត្រូវលាតត្រដាងខ្ញុំសូមទោសអ្នកទាំងអស់គ្នាផងតួប្រុសបានតបកុំនិយាយអញ្ចឹងនាងធ្វើបែបនេះប្រកាសជាមានទុក្ខលំបាកហើយចៃស៊ូក៏បន្តគ្មានមនុស្សស្រីណាមិនចង់ស្អាតទេដើរកាត់សក់ខ្លីហើយបន្លំខ្លួនជាមនុស្សប្រុសបែបនេះអញ្ចឹងហេតុអីបានជានាងលូជីនសួរមិនទាន់ចប់ផងស្រាប់តែម៉ាក់របស់តួស្រីក៏បានចូលមកដល់គាត់បានប្រាប់ពីមូលហេតុគ្រប់យ៉ាងទៅដល់ពួកគេកាលស៊ីយូនៅតូចប៉ារបស់នាងបានរត់ទៅយកប្រពន្ធមួយទៀតដែលបង្កើតបានកូនប្រុសព្រោះតែខ្ញុំបង្កើតបានស៊ីយូជាកូនស្រីទៅបញ្ចេញការស្អប់ទាំងអស់ទៅលើនាងស៊ីយូឲ្យម៉ាក់សុំទោសអត់ទោសឲ្យម៉ាក់ផងតួស្រីគាត់អត់ដឹងថាគួរឆ្លើយយ៉ាងម៉េចគាត់ក៏សុំទៅបន្ទប់ទឹកសិនទៅដល់គាត់ក៏ឈរនៅមុខកញ្ចក់និយាយម្នាក់ឯងស៊ីយូតូចជាច្រើនឆ្នាំមកនេះអ្នកដែលទទួលរងការឈឺចាប់គឺជាឯងខ្ញុំគ្មានសិទ្ធិអត់ទោសឲ្យម្ដាយរបស់ឯងទេប្រសិនបើឯងបានឮឯងគ្រាន់តែប្រាប់ខ្ញុំតាមរយៈកាក់នេះមកថាគូអត់ទោសឲ្យគាត់ឬអត់គាត់ក៏បោះកាក់ផ្សងសំណាងហើយយើងក៏អត់ទាន់ដឹងថាលទ្ធផលយ៉ាងម៉េចទេកាត់មកមើលអ្នកខាងក្រៅវិញតួប្រុសក៏បានលួងអ្នកមីងស៊ីយូប្រហែលជាឈឺពោះហើយអ្នកមីងចាំបន្តិចទៀតសិនទៅខ្ញុំដឹងថាជាច្រើនឆ្នាំមកនេះស៊ីយូរងទុកច្រើនណាស់មិនអាចលើកលែងទោសដោយពាក្យពីរបីម៉ាត់នេះបានទេសុទ្ធតែជាកំហុសរបស់ខ្ញុំនិយាយរួចគាត់ក៏ងើបដើរចេញទៅតួស្រីរត់ចេញពីបន្ទប់ទឹកមកក៏អោបគាត់បញ្ជាក់ថាស៊ីយូតូចព្រមអត់ទោសឲ្យម៉ាក់គាត់ហើយងាកឡើងតួស្រីបានរៀបចំអាហារឡើងពេញតុចៃស៊ូបានគិតថាប្រហែលជាចង់ជប់លៀងដោយសារតែនាងត្រូវគ្នាជាមួយនឹងម្ដាយវិញពេលហ្នឹងតួប្រុសក៏គាត់ប្រាប់ដំណឹងល្អមួយខាងក្រុមហ៊ុនពាណិជ្ជកម្មបានតាក់ទងមកគាត់ចង់បន្តកុងត្រាវិញហើយលូជីនក៏បានរកឃើញមតិមហាជននៅតាមអ៊ីនធឺណិតលែងមានគំនិតអវិជ្ជមានចំពោះក្រុមរបស់គាត់ហើយគ្រប់គ្នាក៏ឆ្ងល់ថាហេតុអីនៅសុកក៏ប្រែជាល្អវិញតួស្រីក៏ដាច់ចិត្តប្រាប់ថាដោយសារតែគាត់ប្រកាសដកខ្លួនចេញពីក្រុមនេះហើយជាមូលហេតុដែលគាត់រៀបចំអាហារពេលល្ងាចញ៉ាំជុំគ្នាជាលើកចុងក្រោយពេលនេះតួស្រីដើរតែម្នាក់ឯងក៏មានជនបិទមុខ2នាក់មកចាប់គាត់ដាក់ចូលក្នុងឡានយកគាត់ទៅទម្លាក់កន្លែងមួយតាមពិតទៅជាស្នាដៃរបស់តួប្រុសសោះគាត់ចង់នាំតួស្រីមកជួបមនុស្សម្នាក់នោះគាត់មានឈ្មោះថាលៀងហុងក៏ជាអ្នកចម្រៀងល្បីជើងចាស់កាលពីមុនដែរក្រោយមកឮថាគាត់មានបញ្ហាបំពង់កក៏បាត់ដំណឹងគាត់ទៅពេលនេះគាត់ជាអ្នកចម្រៀងនៅតាមផ្លូវបន្ទាប់ពីរាក់ទាក់គ្នាមួយសន្ទុះហើយតួស្រីក៏បានសួរថាតាមសមត្ថភាពរបស់រៀមច្បងពេលនេះអាចឡើងឆាកបានយ៉ាងងាយលៀងហុងក៏គាត់បដិសេធតួស្រីក៏បន្តសួរអញ្ចឹងរៀមច្បងចង់នៅច្រៀងតាមដងផ្លូវអស់មួយជីវិតច្រៀងនៅកន្លែងណាប្រើសមត្ថភាពជាអ្វីវាមិនសំខាន់សម្រាប់ខ្ញុំទេអ្វីដែលសំខាន់ឲ្យតែមានអ្នកមកស្ដាប់ខ្ញុំនៅតែបន្តច្រៀងបែបនេះរហូតពាក្យរបស់គាត់ប៉ុន្មានឃ្លានេះធ្វើឲ្យតួស្រីគាត់ចាប់ផ្ដើមគិតយល់មែនហើយទោះច្រៀងនៅកន្លែងណាក្នុងសមត្ថភាពជាអ្វីវាមិនសំខាន់ទេលីស៊ីយូក្រែងឯងធ្លាប់និយាយថាឯងនឹងប្រើរាងកាយរបស់នាងតូចនេះទៅបំពេញក្តីស្រមៃដែលគេមិនទាន់បានធ្វើពេលនេះគ្រាន់តែជួបឧបសគ្គបន្តិចបន្តួចឯងក៏ចង់បោះបង់ហើយក្រោយពីគិតយល់ហើយគាត់ក៏ដើរចេញទៅវិញទាំងស្នាមញញឹមផ្ការីកព្រះអាទិត្យក៏រះគ្រប់មនុស្សសុទ្ធតែត្រូវឆ្ពោះទៅមុខដរាបណាអ្នកមានក្តីសុបិនគ្រប់ទីកន្លែងគឺជាដំណាក់កាលដែលត្រូវឆ្លងកាត់ពេលនេះតួស្រីបានប្រូរមកស្លៀកពាក់ជាមនុស្សស្រីវិញគឺស្អាតខ្លាំងមែនតើធ្វើឲ្យកំឡោះសង្ហាទាំង3មើលឡើងភ្លេចដកដង្ហើមតួស្រីក៏គាត់ថាយ៉ាងម៉េចហ្នឹងពួកលោកមើលមិនដកដង្ហើមបែបនេះមិនដែលឃើញស្រីស្អាតទេចៃស៊ូក៏តបមកពីមិនដែលឃើញនាងស្លៀកពាក់បែបនេះពីមុនលូជីនក៏បន្តមែនហើយប្រសិនបើមិនបានរស់នៅជាមួយគ្នាមួយរយៈទេតួប្រុសគាត់បាននិយាយកាត់ខ្ញុំប្រហែលជាគិតថានាងទៅតែមកពីវះកាត់បដូរភេទតួប្រុសគាត់ប្រកែកគិតមែនតាតួស្រីឡើងអស់សំណើចអ្នកស្រីគូមកដល់ប្រាប់ថាតួស្រីបានចូលជាសមាជិកនៅក្នុងក្រុមហ៊ុនរបស់គាត់ដែរតែជាតារាចម្រៀងស្រីតួប្រុសក៏ភ្ញាក់ផ្អើលតួស្រីបានតបទៅវិញខ្ញុំជាមនុស្សស្រីប្រកាសជាតារាចម្រៀងស្រីហើយកុំបារម្ភខ្ញុំមិនអីទេគ្រាន់តែជួបបញ្ហាបន្តិចបន្តួចចង់បោះបង់ក្តីស្រមៃចោលនេះមិនមែនជាស្ទាយរបស់ខ្ញុំទេខ្ញុំជឿថាអ្នកដែលដេញតាមពន្លឺថ្ងៃណាមួយនឹងទៅដល់គោលដៅកំឡោះសង្ហាទាំង3បានលើកទឹកចិត្តនិងចាំគាំទ្រតួស្រីជានិច្ចតួស្រីបានបន្តក្តីស្រមៃរបស់គាត់ឡើងច្រៀងដោយភាពជឿជាក់មួយរយៈក្រោយមកអ្នកគាំទ្របានដឹងថា
ការស្លៀកពាក់និងការលាក់អត្តសញ្ញាណរបស់តួស្រីគឺដោយសារតែម្ដាយរបស់នាងបង្ខំពួកគេក៏បានផ្លាស់ប្ដូរការគិតមកគិតល្អៗចំពោះតួស្រីវិញចំណែកឯតួស្រីពេលនេះគាត់កំពុងតែត្រៀមខ្លួនដើម្បីទៅប្រឡងវគ្គផ្ដាច់ព្រាត់នៅថ្ងៃស្អែកយើងកាត់មកមើលក្នុងថ្ងៃប្រឡងមុននឹងតួស្រីច្រៀងពិធីករបានប្រកាសថាយប់នេះមានគណៈកម្មការពិសេសម្នាក់បានមកចូលរួមនោះគឺជា Queen ជាងលីឃើញជាងលីភ្លាមតួស្រីដឹងថាច្បាស់ជាមានរឿងមិនល្អហើយប៉ុន្តែគាត់បានសម្រួលអារម្មណ៍ដើម្បីច្រៀងបានតែបន្តិចចាងលីក៏ស្រែកឲ្យឈប់ថាតួស្រីចាក់សំឡេងជំនួយតួស្រីថាអត់មានទេក៏គាត់នៅតែមិនជឿនិយាយរួមទៅចង់រករឿងតួស្រីហ្មងតួស្រីក៏គាត់បានច្រៀងអត់ដាក់ភ្លេងសំឡេងគាត់នៅតែពីរោះក្រោយពីច្រៀងចប់តួស្រីក៏សួរឌឺទៅវិញថាអ្នកគ្រូចាងលីចង់ផ្ដល់យោបល់អ្វីទៀតទេប្រហែលជាមុននេះខ្ញុំស្ដាប់ច្រឡំនាងច្រៀងបានល្អណាស់បទបន្ទាប់សង្ឃឹមថានាងនឹងធ្វើបានកាន់តែល្អជាងនេះទៅទៀតពេលគាត់ចូលទៅត្រៀមខ្លួនតួប្រុសក៏បានផ្ដាំថាឲ្យតួស្រីហ្នឹងប្រយ័ត្នព្រោះចាងលីមិនព្រមឈប់តែត្រឹមហ្នឹងទេចាងលីពិតជាអត់ព្រមឈប់ត្រឹមហ្នឹងមែនបានបញ្ជាឲ្យជំនួយការរបស់នាងទៅប្ដូរហ្គីតារបស់តួស្រីដល់ម៉ោងដែលតួស្រីឡើងត្រូវច្រៀងស្រាប់តែនៅក្នុងអាប្រអប់ហ្គីតាហ្នឹងមានតែឆ្នាំងខ្ទះបាត់ហ្គីតាតែជាសំណាងល្អតួប្រុសក៏បានរកហ្គីតាថ្មីមួយទៀតមកឲ្យតួស្រីតន់តួស្រីក៏បានច្រៀងយ៉ាងពីរោះធ្វើឲ្យអ្នកនៅក្នុងកម្មវិធីទាំងអស់សុទ្ធតែពេញចិត្តជាពិសេសកំឡោះសង្ហាទាំង3នាក់ឈរញញឹមបិទមាត់អត់ចិត្តទេម្នាក់ដល់ពេលដាក់ពិន្ទុចាងលីក៏បាននិយាយថាទាំងសំឡេងទាំងទំនុកច្រៀងនិងការសម្ដែងសុទ្ធតែល្អទាំងអស់គ្រប់គ្នាបានឆ្ងល់ថាព្រះអាទិត្យរះពីទិសខាងលិចទេបានជាចាងលីសរសើរលីស៊ីយូអ្នកខ្លះទៀតក៏គិតថាប្រហែលជាមកពីអ្នកគ្រប់គ្រងលីស៊ីយូច្រើនពេកទើបធ្វើឲ្យនាងមិនហ៊ានធ្វើអីលីស៊ីយូចាងលីក៏បាននិយាយបន្តដូច្នេះខ្ញុំឲ្យពិន្ទុនាង0ថាមែនបើចោះចាញ់មិនមែនជាចាងលីទេណា